បាទជំរាបសួរបងប្អូនទាំងអស់គ្នានិយាយទៅបងប្អូនទាំងអស់គ្នាបើសិនជានៅក្នុង TikTok យើងបើសិនជាបងប្អូនទាំងអស់គ្នាចង់បិទfollowing ហ្នឹង following ដែលយើង follow ទៅគេនេះមិនឲ្យគេឃើញគឺយើងអាចបិទបានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីបិទfollowing ហ្នឹងបានបងប្អូនអាចចូលទៅត្រេក3ខាងលើបន្ទាប់មកចូលទៅកន្លែង security and privacy ហើយបន្ទាប់មកបងប្អូនចុចទៅលើ privacy នេះបងប្អូនតើបងប្អូនស្កូលចុះក្រោមបងប្អូនឃើញកន្លែងនេះគេដាក់ថា following list នេះបងប្អូនចុចឡើងហ្នឹងមកហើយបន្ទាប់មកបងប្អូនដាក់ only you នេះមកអញ្ចឹងអត់មាននរណាម្នាក់ឃើញយើងថា follow តាណាទេគឺអត់បង្ហាញថាយើងមាន follow ប៉ុន្មានឬក៏ follow ទៅនរណាម្នាក់គឺអត់មានទេបងប្អូននៅកន្លែងហ្នឹងគឺមានច្រើនបងប្អូននេះកន្លែងនេះមាន download យើងចង់បិទ download យើងចង់អីផ្សេងៗក៏យើងអាចធ្វើបានដែរបងប្អូនដោយសារកន្លែងហ្នឹងបាទបិទ download មាន live video ដែលយើងឃើញតែយើងមានអីផ្សេងទៀតគឺមានច្រើនអញ្ចឹងនៅតាមវីដេអូនេះគឺយើងនិយាយតែរបៀប following list ទេអញ្ចឹងបងប្អូនយក only you នេះមកគឺវានឹងឡើង show កន្លែង following ហ្នឹងឲ្យបងប្អូនមើលទៀតហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ